បន្ទាប់ពីចក្រមស៊ើបសួរគាត់ទទួលពាក្យប្តឹងតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យពីជនរងគ្រោះពីបទឬក៏ពីបទប្រឆាំងអញ្ចឹងចក្រមស៊ើបសួរគាត់ធ្វើការកត់សម្គាល់តាមដីកាគាត់កត់សម្គាល់រួចហើយគាត់បញ្ជូនពាក្យប្តឹងហ្នឹងទៅព្រះរាជអាជ្ញាដើមឡើយព្រះរាជអាជ្ញាតម្កល់រឿងទុកអត់ចាត់ការទេរឿងហ្នឹងហើយកាលណាតម្កល់ហើយបណ្ដឹងអាជ្ញាមិនកើតមានអញ្ចឹងជនរងគ្រោះមិនសុខចិត្តចំពោះការតម្កល់ហ្នឹងគាត់ចង់ឲ្យបណ្ដឹងអាជ្ញានឹងកើតមានគាត់ប្តឹងទៅចក្រមស៊ើបសួរតាមរយៈការដាក់ពាក្យប្តឹងទៅចក្រមស៊ើបសួរពេលហ្នឹងចក្រមស៊ើបសួរធ្វើការកត់សម្គាល់ដោយដីកាបន្ទាប់មកបញ្ជូនពាក្យប្តឹងហ្នឹងទៅតំណាងអัยការពេលនេះតំណាងអัยការដែលមានបរិញ្ញារងណាត្រូវតែប្តឹងទៅចក្រមស៊ើបសួរដំបូងឡើយតំណាងអัยការតម្កល់ឬក៏ចោទប្រកាន់តាមរយៈការធ្វើបណ្ដឹងអាជ្ញានេះឯងប៉ុន្តែនៅក្នុងក្របខ័ណ្ឌដែលគាត់តម្កល់អញ្ចឹងជនរងគ្រោះអាចមានវិធីសាស្ត្រតាមរយៈការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋវិន័យនៅចំពោះមុខចក្រមស៊ើបសួរអញ្ចឹងចក្រមស៊ើបសួរគាត់កត់សម្គាល់តាមដីកាហើយបញ្ជូនពាក្យប្តឹងហ្នឹងទៅព្រះអាជ្ញាក្នុងករណីនេះមានន័យថាព្រះអាជ្ញាត្រូវតែធ្វើបណ្ដឹងអាជ្ញាឬក៏ព្រះអាជ្ញារងត្រូវធ្វើបណ្ដឹងអាជ្ញាដោយធ្វើការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរទៅចក្រមស៊ើបសួរ